មូលហេតុអ្វីបានជាកសិករចិត្តផ្លែទំពាំងបាយជូរចោលដូច្នេះមើលទៅវាហាក់ដូចជាខ្ជិះខ្ជាយខ្លាំងណាស់ផ្ទុយទៅវិញនេះជាវិធីដ៏អស្ចារ្យមួយដើម្បីធ្វើឲ្យទំពាំងបាយជូរមានផ្លែស្អាតធំស្រស់គ្នាល្អនិងត្រូវតាមស្តង់ដារដែលគេចង់បាននៅពេលដែលទំពាំងបាយជូរក្តឹបកសិករប្រើកន្ត្រៃតូចមួយកាត់ផ្លែតូចៗចេញឬក៏ផ្លែកំពេញកំប៉ោងនោះចេញធ្វើបែបនេះវាអាចជួយឲ្យផ្លែផ្សេងៗទៀតលូតលាស់បានល្អបើមើលទៅវាហាក់ដូចជាស្ដាយខ្លាំងណាស់ក៏ប៉ុន្តែជាក់ស្ដែងពួកគេតែងវាឲ្យចេញផ្លែបានល្អនៅពេលវាធំបន្តិចទៀតកសិករកាត់ផ្លែមួយចំនួនទៀតចេញដើម្បីរក្សាទុកចន្លោះកុំឲ្យផ្លែផ្សេងៗទៀតរបស់វានឹងក្តៀមពេលប្រមូលផលមកដល់គ្រប់ផ្លែទាំងអស់នៅក្នុងចង្កោមតែមួយត្រូវច្រកថង់ការពារសត្វល្អិតនិងបាក់ផ្សេងៗទៀតមកដើម្បីកុំឲ្យវាស៊ីហើយនៅពេលចុងបញ្ចប់ពួកគេនឹងទទួលបានផ្លែទំពាំងបាយជូរដ៏ស្រស់ហើយមានផ្លែធំៗព្រមគ្នានិងត្រូវតាមស្តង់ដាររបស់អ្នកទិញ